សង្គ្រាមលោកលើកទី2 1939-1945 គឺជាចំនួនយោធាដ៏ធំនិងប្រឡាយបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដោយមានការចូលរួមពីប្រទេសភាគច្រើននៅលើពិភពលោករួមទាំងមហាអំណាចទាំងអស់ដែលបានបែងចែកជាពីរក្រុមសម្ព័ន្ធមិត្តប្រជែងគ្នាគឺភាគីសម្ព័ន្ធមិត្តមានដូចជាសហរដ្ឋអាមេរិកចក្រភពអង់គ្លេសសហភាពសូវៀតនិងចិននិងភាគីអាស៊ីសមានដូចជាអាល្លឺម៉ង់ជប៉ុននិងអ៊ីតាលីសង្គ្រាមនេះបានផ្ទុះឡើងជាផ្លូវការនៅថ្ងៃទី1ខែកញ្ញាឆ្នាំ1939នៅពេលដែលប្រទេសអាល្លឺម៉ង់ក្រោមការដឹកនាំរបស់ Adolf Hitler បានវាយប្រហារចូលឈ្លានពានប្រទេសប៉ូឡូញទង្វើនេះបានធ្វើឲ្យចក្រភពអង់គ្លេសនិងបារាំងប្រកាសសង្គ្រាមលើអាល្លឺម៉ង់ជាបន្តបន្ទាប់ក្នុងពេលជាមួយគ្នានោះនៅតំបន់អាស៊ីប៉ាស៊ីហ្វិកប្រទេសជប៉ុនបានពង្រីកអំណាចយោធារបស់ខ្លួនយ៉ាងខ្លាំងក្លាដោយបានឈ្លានពានប្រទេសចិននិងបណ្ដាប្រទេសផ្សេងៗទៀតនៅតំបន់អាស៊ីអាគ្នេយ៍នៅចន្លោះឆ្នាំ1939ដល់ឆ្នាំ1941ភាគីអាស៊ីសបានដណ្ដើមយកដែនដីភាគច្រើននៅអឺរ៉ុបដីគោកប៉ុន្តែស្ថានភាពបានផ្លាស់ប្ដូរយ៉ាងខ្លាំងនៅចុងឆ្នាំ1941នៅពេលដែលជប៉ុនបានវាយប្រហារលើកំពង់ផែ Pearl Harbor របស់សហរដ្ឋអាមេរិកដែលធ្វើឲ្យអាមេរិកសម្រេចចិត្តចូលរួមក្នុងសង្គ្រាមពេញទំហឹងទន្ទឹមនឹងនេះការដែលអាល្លឺម៉ង់បើកការវាយប្រហារលើសហភាពសូវៀតប៉ុន្តែត្រូវបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងសមរភូមិ Stalingrad បានក្លាយជាចំណុចរបត់ដ៏សំខាន់ដែលធ្វើឲ្យភាគីអាស៊ីសចាប់ផ្ដើមបាត់បង់ព្រៀបយោធានៅឆ្នាំ1944កងទ័ពសម្ព័ន្ធមិត្តបានបើកប្រតិបត្តិការ D-Day វាយរំដោះអឺរ៉ុបខាងលិចរហូតឈានទៅដល់ការបរាជ័យទាំងស្រុងរបស់អាល្លឺម៉ង់នៅខែឧសភាឆ្នាំ1945ចំណែកឯនៅតំបន់អាស៊ីសង្គ្រាមបានបញ្ចប់ជាផ្លូវការនៅខែសីហាឆ្នាំ1945បន្ទាប់ពីសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូពីរគ្រាប់លើទីក្រុង Hiroshima និង Nagasaki របស់ជប៉ុនសង្គ្រាមលោកលើកទី2បានបន្សល់ទុកនូវការបាត់បង់ជីវិតមនុស្សចន្លោះពី70ទៅ85លាននាក់ការបំផ្លិចបំផ្លាញសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនិងជាដើមហេតុនៃការបង្កើតអង្គការសហប្រជាជាតិដើម្បីការពារសន្តិភាពពិភពលោក